ជំរាបសួរលោកគ្រូតាលោកយាយលោកគ្រូអ្នកគ្រូនិងពុទ្ធបរិស័ទខ្មែរទាំងអស់ជាកិច្ចចាប់ផ្ដើមមុនការអានគម្ពីរពលឺមនោវិញ្ញាណធាតុខ្ញុំបាទសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យព្រះសម្មាសម្ពុទ្ធព្រះទេវៈទាំង8ព្រះអង្គព្រះគ្រូដាស៊ីរាណារណ្ដាលោកគ្រូតាធម្មមេចាព្រំកេសានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធាំសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃាំសរណង្កច្ឆាមិកម្មវិធីអានគម្ពីរពលឺមនោវិញ្ញាណធាតុភាគទី2ទំព័រទី15ដល់ទំព័រទី23ស្រាវជ្រាវនឹងរៀបរៀងចងក្រងដោយលោកគ្រូតាធម្មមេចាព្រំកេសានិងលោកយាយនងបុប្ផាផ្សព្វផ្សាយប្រធានដោយមជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មមេចាព្រំកេសាស្នាមគំនុះទី10ក្នុងសំសារវត្តកាលពី4អសង្ខ័យនិង1សែនកាប់កន្លងទៅឥសីសូមិទ្ធៈមានឈានចិត្តផ្នែកលោកយៈសម្រាប់អភិញ្ញានៅថ្ងៃមួយសូមិទ្ធៈបណ្ឌិតបានហោះចេញពីអាស្រមទៅចូលរួមជាមួយនឹងអ្នកស្រុកធ្វើថ្នល់ថ្វាយព្រះពុទ្ធទីបង្កដោយថ្នល់មិនទាន់បានធ្វើឲ្យស្រួលបួលផងព្រះពុទ្ធទីបង្កក៏បានយាងទៅដល់ពេលនោះឥសីក៏យកជីវរសម្បកឈើក្រាលលើភក់និងបានរំសាយសក់ដេកកាប់មុខធ្វើជាស្ពានដោយអធិដ្ឋានថាសូមព្រះពុទ្ធព្រមទាំងសាវក500អង្គនិមន្តដើរឆ្លងពីលើអាត្មាអញទៅដើម្បីកុំឲ្យប្រឡាក់ភក់ប្រយោជន៍អាត្មាអញបានដុតកិលេសបានដល់នៅសព្វញត្តញាណនិងបានញ៉ាំងលោកនេះនិងទេវលោកឲ្យរួចរំដោះចាកសំសារវត្តបានកំចាត់បងភព3បានឡើងជិះលើនាវាគឺធម៌បានចម្លងមនុស្សលោកនិងទេវលោកកាលបើបានឆ្លងផុតដល់ម្ខាងផ្លូវហើយព្រះពុទ្ធទីបង្កក៏ទ្រង់បានព្យាករណ៍ថានៅក្នុងកັບប្រមាណមិនបានពីកັບនេះទៅតើបោះរូបនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្រោយពីបានឮនៅពុទ្ធដីកានេះហើយតើបោះក៏មានសេចក្តីរីករាយសប្បាយចិត្តឥតឧបមាក៏អង្គុយចុះពេនភ្នែនផ្ដាំភាវនាធម៌អភិវនាបារមីធម៌10ដែលមានលក្ខណៈបរិបូរណ៍គ្រប់គ្រាន់ក្នុងការបដិបត្តិសង្ខេបមាន 1. ទានបារមីអំណាចនៃការឲ្យទាន 2. សិលបារមីអំណាចនៃការរក្សាសិល 3. នេក្ខមៈបារមីអំណាចនៃការចេញបួស 4. បញ្ញាបារមីអំណាចនៃការបណ្ដុះបញ្ញា 5. វិរិយៈបារមីអំណាចនៃសេចក្តីព្យាយាម 6. ខន្តិបារមីអំណាចនៃសេចក្តីអត់ធន់ 7. សច្ចៈបារមីអំណាចនៃសេចក្តីទៀងត្រង់ 8. អធិដ្ឋានបារមីអំណាចនៃសេចក្តីប្រាថ្នាសុំ 9. មេត្តាបារមីអំណាចនៃការអាណិតអាសូរ 10. ឧបេក្ខាបារមីអំណាចនៃចិត្តជាកណ្ដាលមិនលំអៀងបារមីនីមួយៗមាន3ថ្នាក់ខុសៗគ្នាដូចជាផ្នែកទានជាដើមមាន 1. ទានបារមីការឲ្យទានក្រៅខ្លួនមានទ្រព្យសម្បត្តិប្រពន្ធកូនជាដើម 2. ទានឧបបារមីការឲ្យទាននៅចំណែកកាយមានអវយវៈបេះដូងថ្លើមជាដើម 3. ទានបរមត្តបារមីការហ៊ានឲ្យទាននៅជីវិតរបស់ខ្លួនជាដើមហេតុដូច្នេះបារមីនីមួយៗមាន3បារមីឧបបារមីបរមត្តបារមីគឺយក10គុណនឹង3ត្រូវជាបារមី30យ៉ាងនេះឯងដែលត្រូវបំពេញដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធដោយអំណាចនៃការចម្រើនភាវនានៅបារមីធម៌30ប្រការនេះផានដីទាំងមូលគោផ្ដើមក៏ក្រើករំពើកញាប់ញ័ររញ្ជួយដល់ឋានទេវតាពេលនោះពពួកទេវតាក៏អបអរសាទរប្រទានពរជ័យកោតសរសើរកក្រឹកកក្រែងស្នាមគំនុះទី11សំសារវត្តវែងអនឡាញនៅទីបំផុតនៃជាតិតបោះរូបនេះក៏បានមកចាប់កំណើតជាព្រះសន្ធដ្ឋកុតមៈព្រះសមនីសម្មាសម្ពុទ្ធសមណគោតម
នៅពេលប្រសូតចេញពីព្រះឧត្តរមេដាភ្លាមព្រះបរមពោធិសត្វទ្រង់បើកព្រះនេត្រឡើងនិងទ្រង់បានសូមព្រះមេដារបស់ព្រះអង្គធ្វើទានភ្លាមនេះជាធម៌ទី1ផ្នែកទានលុះដល់បានប្រជញ្ញ7ថ្ងៃទ្រង់បានសម្រេចឈានទី1បឋមឈានដែលប្រកបដោយសិលស្អាតនេះជាធម៌ទី2ផ្នែកសិលសមាធិជាដើមនៃធម៌ត្រាស់ដឹងស្នាមគំនុះទី12កាលពីនៅក្នុងត្រកូលព្រះអង្គទ្រង់បានសិក្សាជាប់ថ្នាក់លេខ1ជាមួយនឹងរាជគ្រូជាឥសីវិស្វាមិត្រលើជំនាញខត្តយវិជ្ជាដ៏ខ្ពង់ខ្ពស់និងមានឫទ្ធិខ្លាំងក្លានេះជាធម៌ទី3ផ្នែកខត្តយវិជ្ជានិងឫទ្ធិស្នាមគំនុះទី13លុះដល់ប្រជញ្ញ16ប្រវសា ក្រោយពីបានឡើងគ្រងរាជ្យនិងអភិសេកជាមួយនឹងព្រះនាងពំពាប្រជញ្ញបាន29ប្រវសាមានបុត្រត្រាមួយអង្គព្រះនាមរាហុលព្រះអង្គក៏បានរត់ចាកចេញពីវាំងទាំងយប់ទៅបួសម្នាក់ឯងនៅមាត់ស្ទឹងនេះជាធម៌លះបង់ទី4ស្នាមគំនុះទី14តមកក៏បានទៅជួបរៀនសូត្រជាមួយនឹងឥសីពីររូបឈ្មោះអាឡាតាបោះបានសម្រេចនៅរូបឈាន4អរូបឈាន3ឧទកតាបោះបានសម្រេចនៅរូបឈាន4អរូបឈាន4ធម្មតាបុគ្គលដែលបានសម្រេចរូបឈាន4អរូបឈាន4គឺជាបុគ្គលមានឫទ្ធិអភិញ្ញាដ៏កំពូលផ្នែកលោកយៈរួចទៅហើយព្រមទាំងអាចហោះហើរដើរលើអាកាសបែងភាគប្រែក្រឡាជ្រែកទឹកជ្រែកដីបានដូចចិត្តដែលប្រាថ្នាចង់ប៉ុន្តែលក្ខណៈបែបនេះក៏នៅតែមិនទាន់បានសម្រេចត្រាស់ដឹងដែរព្រោះមិនទាន់បានជួបព្រះពុទ្ធផ្ទាល់ស្នាមគំនុះទី15នៅក្នុងគម្ពីរសុត្តន្តបិដកអង្គុត្តរនិកាយសន្តកនិបាតអថង្គិកមៈលេខ47ព្រះសម្មាសម្ពុទ្ធសមណគោតមបរមគ្រូទ្រង់បានមានប្រាប់បន្ទូលដំណើរបញ្ជាក់ប្រាប់ទៀតថាកាលពីព្រេងនាយមានគ្រូមួយអង្គព្រះនាមសុនេតា ដែលធ្លាប់បានទៅកើតជាស្ដេចចក្រពត្តិធ្លាប់បានជាព្រះសកៈទេវាអ្នកមន្តៈ36ដងធ្លាប់បានកើតជាព្រហ្មនៅឯព្រហ្មលោកឈ្មោះអប្សរាព្រហ្មជាន់ទី6ធ្លាប់បានកើតជាព្រហ្មនៅក្នុងសញ្ញវិមានតទេការដែលព្រះគ្រូជាព្រហ្មឈ្មោះសុនេតៈនិងគ្រូ6នាក់ទៀតរួមជា7អង្គបានបង្ហាត់បង្រៀនធម៌ឲ្យទៅបានកើតជាព្រហ្មនៅពេលនោះចំពោះអ្នកដែលមិនជឿហើយតេះដៀលក៏បានធ្លាក់ទៅក្នុងអបាយភូមិទាំងអស់ទៅចំណែកឯអ្នកដែលជឿនិងធ្វើតាមក៏បានទៅកើតឯព្រហ្មលោកហេតុដូច្នេះពុទ្ធសាសនិកមិនត្រូវប្រមាថចំពោះព្រះព្រហ្មឬទេវតាឡើយធម្មតាព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធនិងព្រះអនុពុទ្ធគ្រប់អង្គសុទ្ធតែធ្លាប់បានអន្ទោលជាតិទៅកើតជាស្ដេចចក្រពត្តិច្រើនដងស្ដេចនៃទេវតាគឺព្រះឥន្ទច្រើនដងព្រមគ្រប់ឋានពីជាន់ទាបរហូតដល់ជាន់ខ្ពស់ច្រើនដងហើយដូច្នេះចំពោះបុគ្គលដែលមានជំងឺកំពុងរងទុក្ខរស់នៅក្នុងអន្លង់ទុក្ខក៏ដូចជាបុគ្គលដែលដើរហែវហត់កណ្ដាលថ្ងៃក្តៅហែងហើយស្រេកទឹកកាលបើប្រទះមើលឃើញទឹកហើយបើជាមិនបានដើរទៅរកដួសទឹកនោះជើងមកក្រេបផឹកទេនេះជាកំហុសអ្នកដែលស្រេកខ្លួនឯងមិនមែនជាកំហុសរបស់ទឹកឬជាកំហុសរបស់គ្រូពេទ្យឡើយរីឯបុគ្គលអ្នកស្វែងរកផ្លូវរំដោះទុក្ខកាលបើមើលឃើញផ្លូវដែលព្រះពុទ្ធទ្រង់បានចង្អុលប្រាប់ហើយបែរជាមិនដើរតាមនេះជាកំហុសរបស់អ្នកស្វែងរកផ្លូវមិនមែនជាកំហុសរបស់ផ្លូវឬជាកំហុសរបស់ព្រះពុទ្ធព្រះធម៌ឬព្រះអរិយសង្ឃជាសាវកឡើយស្នាមគំនូសទី10ពិសេសទី16ដោយហេតុតែព្រះបរមពោធិសត្វមានបញ្ញាខ្ពស់ទ្រង់បានស្វែងយល់ឃើញច្បាស់ថាធម៌ដែលព្រះអង្គបានទទួលរៀនពីឥសីពីររូបនេះគឺជាធម៌ដើមនិងធម៌ចុងប៉ុន្តែនៅខ្វះធម៌កណ្ដាលសម្រាប់បំពេញដល់ការត្រាស់ដឹងជាគម្រប់អាស្រ័យហេតុនេះទើបព្រះអង្គទ្រង់បានសូមលាចាកចេញទៅស្វែងរកធម៌ត្រាស់ដឹងដោយខ្លួនឯងព្រោះថាធម៌ត្រាស់ដឹងត្រូវធ្វើដោយខ្លួនឯងជាពិសេសក្នុងសម័យនោះមិនទាន់មានព្រះពុទ្ធត្រាស់ដឹងផងធ្វើម្ដេចនឹងមានអ្នកបង្ហាត់ធម៌ត្រាស់ដឹងបាន
ស្នាមគំនុះទី17ក្នុងការប្រុងប្រយ័ត្នធម៌ទាំងឡាយដែលព្រះសម្មាសម្ពុទ្ធទ្រង់បានបង្ហាត់បង្រៀនគឺជាធម៌ដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ចង្អុលប្រាប់នៅប្រយោជន៍ដ៏ធំធេងជាកម្លាំងដ៏ខ្លាំងក្លាជាទីតាំងនៃឫទ្ធិអំណាចដ៏រឹងមាំសម្រាប់ប្រើក្នុងការបដិបត្តិពុះពីឲ្យបានដល់គោលដៅព្រោះថាបើដើរកាត់ព្រៃត្រូវពាក់ស្បែកជើងការពារកុំឲ្យមុតបន្លាឬជលបុកចំពប់នឹងអ្វីមួយបណ្ដាលឲ្យរបួសជើងត្រូវពាក់អាវភ្លៀងឬបាំងឆ័ត្រឬពាក់មួកដើម្បីការពារកម្ដៅថ្ងៃឬទឹកភ្លៀងឬមានអ្វីមកជលទង្គិចក្បាលត្រូវមានសម្ភារៈការពារខ្លួនបញ្ជាសត្វព្រៃទាំងអស់នេះជាប្រយោជន៍ដើម្បីឲ្យបានដើរផ្លូវឆ្ងាយឲ្យដល់ទីដៅកុំឲ្យមានអន្តរាយកាត់ឡើងដល់ផ្លូវកាយនិងផ្លូវចិត្តដូចជាមានព្រាយបិសាចអរូបផ្ដេសផ្ដាស់មករំខានរារាំងនាំឲ្យខាតពេលបន្ថែមពីលើនេះព្រះសម្មាសម្ពុទ្ធទ្រង់មានប្រាប់បន្ទូលសង្កត់បញ្ជាក់បន្ថែមយ៉ាងច្បាស់ថាមនីភិក្ខុទាំងឡាយចូលចម្រើនឈានព្រោះឈានមានកម្លាំងខ្លាំងជាងអំពើបាបគឺមានសត្វដេរឆានមនុស្សដេរឆានឬមានចិត្តបាបជាដើមមកយាយីព្រោះថាបើគ្មានឈានចិត្តគ្មានរិទ្ធទេពិតជាមិនអាចដើរដល់ទីដៅឡើយទោះបីជាយូររាប់អនេកជាតិក៏ដោយព្រោះមិនធ្វើតាមគន្លងរបស់ព្រះពុទ្ធជាអម្ចាស់ស្នាមគំនុះទី18ឧទាហរណ៍ដោយករណីព្រះអនន្តដែលនៅជាប់ជាមួយនឹងព្រះពុទ្ធជាអចិន្ត្រៃយ៍ក៏មានពពួកអរូបឆ្វេងគឺមានចិត្តបាបមកចូលក្នុងខ្លួនព្រះអង្គរារាំងចិត្តមិនឲ្យវិញ្ញាណចិត្តរបស់ព្រះអនន្តយល់ដឹងអំពីពុទ្ធដីកាបានឡើយរីឯព្រះមហាមុគលានជាព្រះអរហន្តដ៏មានឫទ្ធិខ្ពស់អស្ចារ្យលើសាវករបស់ព្រះពុទ្ធដទៃទៀតក្នុងព្រះពុទ្ធសាសនានាសម័យពុទ្ធកាលក៏មានបិសាចមកចូលយាយីប្រមាថមើងងាយដល់ព្រះអង្គផងដែរប៉ុន្តែដោយអំណាចព្រះអង្គមានឈានចិត្តជាន់ខ្ពស់បានធ្វើឲ្យបិសាចភ័យខ្លាចរត់ប្រះចេញទៅវិញស្នាមគំនុះទី19ស្របគ្នានឹងឈានចិត្តនេះចំពោះបុគ្គលណាដែលមានឈានចិត្តលុះក្រោយពីបែកធ្លាយរាងកាយគឺស្លាប់ទៅសុទ្ធតែបានទៅកើតជាព្រហ្មទាំងអស់មិនដែលខានដូចជាព្រះពុទ្ធសមណគោតមបរមគ្រូនៃយើងលោកធ្លាប់បានទៅកើតជាព្រហ្ម7ដងជាព្រះអិន36ដងជាពិសេសព្រះអិននេះហើយដែលធ្លាប់ឲ្យពរ8ប្រការដល់ព្រះវេស្សន្តរដោយនៅក្នុងពរ8ប្រការនោះមានពរមួយពិសេសគឺបានទទួលអាហារទិព្វជារៀងរាល់ថ្ងៃព្រះអិនមានអានុភាពដ៏អស្ចារ្យខ្ពង់ខ្ពស់លើអស់ទេវតាទាំងឡាយទាំងពួងព្រះអិននេះហើយដែលមានឈ្មោះថាសហស្នេតៈគឺភ្នែក1000ដោយក្នុងមួយក្រឡេកចក្ខុទិព្វអាចមើលឃើញរឿង1000និងអាចជួយបានតាមនិស្ស័យព្រះពុទ្ធសាសនាប្រកាន់យកជំនឿលើអំណាចកម្មផលចំណុចនេះមានន័យថាកាលបើយើងបានធ្វើអំពើណាដោយកាយវាចាចិត្តអំពើនោះឯងនឹងត្រូវត្រឡប់មករកយើងវិញបង្កើតបានជាផលយ៉ាងប្រកបយ៉ាងណាមិញកាលដែលបុគ្គលបានលូកភ្លើងបុគ្គលនោះនឹងបានរលាកដៃខ្លួនឯងយ៉ាងប្រកបដោយគ្មាននរណាផ្សេងមករលាកជំនួសខ្លួនឡើយព្រោះថាបុគ្គលត្រូវមានខ្លួនជាទីពឹងមិនត្រូវពឹងលើអ្នកដទៃដើម្បីឲ្យជឿឲ្យធ្វើឬឲ្យហូបជំនួសខ្លួននៅពេលដែលយើងកំពុងឃ្លានបានឡើយស្នាមគំនុះទី20ឈានអាចជួយបុគ្គលដែលជឿជាក់ច្បាស់លាស់លើព្រះពុទ្ធឲ្យមានមធ្យោបាយដល់គោលដៅបានសម្រេចក្នុងការរំលត់ទុកនៅទីបំផុតនៅពេលដែលបានជួបនឹងព្រះពុទ្ធអាស្រ័យហេតុនេះទើបវិធីបើកពន្លឺកាយទាំងស្រុងដែលត្រូវតែមានគ្រូដែលមានឈានចិត្តបើកឲ្យនៅចក្រាសហរារាគឺផ្កាឈូក1000ស្រទាប់ជាតំណាងលោកធាតុ1000ឬចក្រវាល1000ដើម្បីឲ្យមានការជឿនលឿនក្នុងការបដិបត្តិធម៌និងដើម្បីការពារមិនឲ្យមាដែលមានចិត្តបាបមករំខានយាយីបានស្នាមគំនុះទី21ចំណុចសំខាន់បន្ថែមគឺថាការដែលបុគ្គលអ្នកបដិបត្តិធម៌ដំបូងព្រះពុទ្ធបានបង្ហាត់បង្ហាញប្រាប់ថាភ្នែកបានឃើញរូបត្រចៀកបានឮសំឡេងច្រមុះបានដឹងក្លិនអណ្ដាតបានដឹងរសកាយបានដឹងការប៉ះផ្ទប់ចិត្តបានដឹងនៅធម្មអារម្មណ៍
ស្នាមគំនុះទី22លុះដល់វគ្គចម្រើនឈានព្រះសម្មាសម្ពុទ្ធបានទ្រង់បន្ថែមកម្រិតខ្ពស់ពីលើទៀតថាភ្នែកមិនបានមើលឃើញទេគឺចិត្តបានមើលឃើញរូបតាមទ្វារភ្នែកចិត្តបានឮសំឡេងតាមទ្វារត្រចៀកចិត្តបានដឹងក្លិនតាមទ្វារច្រមុះចិត្តបានដឹងរសតាមទ្វារអណ្ដាតចិត្តបានដឹងការប៉ះផ្ទប់តាមទ្វារកាយចិត្តបានដឹងធម្មអារម្មណ៍តាមទ្វារមโนតមកទើបមโนវិញ្ញាណធាតុស្ទុះទៅអន្ទោលទៅដោយមានហេតុមានបច្ច័យដែលត្រូវទៅក្នុងកាយក្នុងភពក្នុងចក្រវាឡស្របគ្នានឹងរឿងនេះមានសេចក្តីដំណាលថាការដែលទេវបុត្រព្រះនាមរោហេតសៈចូលទៅថ្វាយបង្គំទូលសួរព្រះសម្មាសម្ពុទ្ធថាតើទីបំផុតនៃលោកនេះមានដែរឬទេព្រោះថាក្នុងរយៈពេល100ឆ្នាំទូលបង្គំជាខ្ញុំបានធ្វើដំណើរដោយមិនហ៊ានសម្រាកសោះលើកលែងតែពេលហូបចុកដេកបស្សវៈនិងឧច្ចារៈគឺទូលបង្គំបានដើររហូតដោយឈានក្នុងមួយជំហានមួយផែនដីប៉ុន្តែនៅតែមិនអាចដើរដល់ទីបំផុតនៃលោកនេះបានដែរព្រះសម្មាសម្ពុទ្ធទ្រង់ឆ្លើយបញ្ជាក់ប្រាប់ដោយក្តីសង្ខេបថាមនីរហេតសៈលោកគឺទុក្ខកាលបើមិនអាចចេញផុតពីទុក្ខក៏មានសេចក្តីថាមិនអាចចេញផុតពីសង្ខារលោកដែលមានអត្តភាពប្រវែងមួយព្យាមដៃនេះដែរមួយវិញទៀតបើមិនអាចចេញផុតពីលោកនេះទេធ្វើម្ដេចនឹងដើរដល់ទីបំផុតនៃលោកដ៏មហាធំធេងគឺអានន្ទចក្រវាឡដែលមិនអាចរាប់អស់នេះបានសេចក្តីនេះបានបញ្ជាក់យ៉ាងច្បាស់ថាដើម្បីសម្រេចក្នុងការបដិបត្តិធម៌គឺត្រូវតែស្គាល់ច្បាស់នៅព្រះពុទ្ធរតនៈព្រះធម៌រតនៈព្រះសង្ឃរតនៈនិងត្រូវតែស្គាល់នៅស្នាមគំនុះដើមនៃពុទ្ធដំណើរថាតើលោកធ្វើយ៉ាងណាខ្លះបានបន្សល់ទុកចំណុចសំខាន់អ្វីខ្លះឲ្យយើងបានឃើញបានដើរតាមដើម្បីបានសម្រេចត្រូវតែស្គាល់ឲ្យច្បាស់ក្នុងកាយក្នុងធាតុរបស់ខ្លួនឯងនិងទង្វើដែលត្រូវធ្វើស្គាល់នៅផ្លូវពិតផ្លូវមិនពិតដែលត្រូវដើរត្រូវបដិបត្តិតាមគន្លងនៃពុទ្ធវាទដែលព្រះអង្គបានសម្ដែងប្រាប់ហើយការបានស្គាល់ច្បាស់ខ្លួនឯងហើយជួយខ្លួនឯងបានហើយទើបអាចជួយអ្នកដទៃបានព្រោះថាសូម្បីតែព្រះពុទ្ធការដែលលោកជួយខ្លួនឯងបានសម្រេចត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធរួចហើយទើបលោកជួយបន្តទៅដល់សពសត្វទូទៅដទៃទៀត